ខ្ញុំកាត់គីដៃស្បូនញ៉ាំឆ្នាំនៅក្នុងទៅពីបាត់ហើយមកខ្ញុំស្ពឹកដៃស្ពឹកជើងញ៉ាំក៏បាត់ទៀតទៅតាក់ញ៉ាំឆ្នាំខ្ញុំអត់មានតែពូចឹងអត់មានបត់តែមានបត់ហើយញ៉ាំទៅអស់បាត់3ឈុតតែមានបត់បាទអញ្ចឹងគឺលោកគ្រូសង្ខេបឡើងវិញទី1បងប្អូនមានគីដៃស្បូនបាទគីនេះប្រើហើយបានឈុតទេបងប្អូនគីកាលនោះ2ឈុតគី2ឈុតណាហើយឆ្នាំមានបត់ហូបបានឈុតទេកាលនោះ3អញ្ចឹងហ៎បាទ3ឈុតបាទឃើញថាទទួលបានជោគជ័យចុះដូចជាពាក់ព័ន្ធជាមួយនឹងគីដៃស្បូនហ្នឹងយ៉ាងម៉េចដែរអស់នៅមានបានទៅផលិតខាងក្រៅយ៉ាងឡងមកអត់មានទេផលិតប្រហែលកន្លែងទេបង2 3កន្លែងដែរពេទ្យធំគេថាម៉េចហីគេថាអត់មានអីទេបាទប្រិមត្តពុកម៉ែបងប្អូនជាទីគោរពរាប់អាននេះគឺជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនជាច្រើនសិបអ្នកទៀតដែលមកទទួលបានភាពសមករគឺប្អូនទី1គឺមានគីដៃស្បូនបាទហើយទី2ពាក់ព័ន្ធជាមួយនឹងការយូរឆ្នាំអត់បុតបាទឬក៏អាចថាអត់កូនគេថាបានហើយនឹងមានជំងឺមួយចំនួនទៀតដូចជាពាក់ព័ន្ធជាមួយនឹងញ័រទ្រូងខ្សោយអស់កម្លាំងអីនេះគឺប្អូនជាទាំងអស់តែម្ដងហើយកូនមានអាយុប្រហែលខែហើយបងអូន4ខែកន្លះណាមានឈ្មោះអីវិញមេគៀងមេគៀងហ៎មេគៀងអូមេគៀងឈ្មោះនេះឈ្មោះចិនហ្មងឈ្មោះចិនដូចគ្រូដែរបាទបងប្អូនមានពាក្យពេចន៍អីចង់ផ្ញើសារទៅកាន់បងប្អូនស្ត្រីយើងផ្សេងទៀតដែលអត់កូនហើយគីដៃស្បូនដូចបងប្អូនទេគាត់ថាបើបងមានគីនេះអត់ទៅគីតាមលោកគ្រូបកែមិនគីបាទមានបត់ខ្ញុំញ៉ាំអស់3ឈុតតែបាទបងប្អូនទៅណាទៅអីមិនបាច់ទៅវាយទេញ៉ាំតាមគាត់ទៅខ្ញុំធ្លាប់ញ៉ាំខ្លួនឯងបាទនីតាមានទីលំនៅនៅខេត្តណាដែរបងប្អូនចកាលើបាទខេត្តកំពង់ចាម